គេនេះហេ5ហែសីយ៉ាងមិនទៀតហើយយើងមើលទៅគេជាព្រះរាជបុត្រដែលមានថ្ងៃនេះអត់មានថ្ងៃស្អែកគ្មានកំណត់យ៉ាងនេះយើងចេះតែជួយលាក់បាំងឲ្យគេបែបនេះតើពេលណាទៅគេមានអនាគតព្រះមហេសីទ្រង់ត្រូវតែអភ័យទោសឲ្យព្រះរាជបុត្រទ្រង់ជាកូនក្មេងទ្រង់ព្រះតម្រេះទៅមើលដោយសារតែរឿងនេះមិនព្រមសោយអ្វីបែបនេះអាចធ្វើឲ្យខូចបរិសុខភាពមិនក៏ចាំបាច់ធ្វើអញ្ចឹងដល់ពេលសោយកយ៉ាហើយសោយអីបន្តិចទៅហេអាយ៉ាលោកនាំគេចេញទៅក្រៅទៅនាំគេចេញទៅឆាប់ឡើងហាណែព្រះរាជបុត្រសោយកយ៉ាទៅដល់ពេលសោយកយ៉ាហើយទៅយើងណាព្រះម្ចាស់លោកម្ចាស់ប៉ាមកដល់ហើយព្រះម្ចាស់បើចិនព្រះម្ចាស់ទុំគុំមកថ្វាយបង្គំលាព្រះម្ចាស់បើចិនលោកសម្រេចចិត្តទៅលូជើវិញហើយមិនមែនទេហ្នឹងបើចិនគឺជាអ្នកស្រុកនៅលូជើឥឡូវតំណែងចវាយស្រុកលូជើនៅទំនេរទុំគុំសុកចិត្តទៅទទួលតំណែងធ្វើកិច្ចការខ្លះដើម្បីប្រជារាស្ត្រនៅលូជើក្រាបទូលព្រះរាជបុត្រសោយយឺតកុំសោយលឿនពេកសោយតាមស្រួលទៅណាព្រះរាជបុត្រទ្រង់ប្រាប់ទូមង្គមមកតើទ្រង់នឹងចង់សិក្សាឬក៏ពិតជាល្ងងរៀនមិនចេះមែនទេទូមង្គមដឹងទូមង្គមដឹងថាព្រះរាជបុត្រមិននឹងល្ងងខ្លៅទៅព្រះរាជបុត្រមិនល្ងងតតែសោះបាននិយាយទៅវាស្នាមមិនល្អបើកុំតែមិនគ្រប់ខែវះពោះយកចេញមកមុនពេលអូមរាជវាំងធ្វើឲ្យខកពេលទៀតនោះទ្រង់មិនល្ងងដល់ម្លឹងទេហើយប្រកាសជានៅក្នុងហប់ពេកហើយទើបធ្វើឲ្យព្រះរាជបុត្រល្ងងលោកហ៊ានថាយើងល្ងងផងឯងយើងនឹងសម្លាប់លោកចោលទុំគុំមិនហ៊ានថាព្រះរាជបុត្រល្ងងទេគឺទុំគុំល្ងងចង់ស្លាប់ទ្រង់ជ្រាបទេនៅក្នុងរាជវាំងព្រះអង្គជាឪពុករបស់ទ្រង់អញ្ចឹងទ្រង់អស្ចារ្យជាងគេហើយបើព្រះមហេសីហ៊ានជេរទ្រង់កុំរវល់អីបើទ្រង់ហ៊ានជេរទ្រង់ទៀតណាទ្រង់បញ្ចេញកំហឹងដាក់ទ្រង់ទៅទ្រង់មិនបាច់ខ្លាចទេពិតជាមិនបាច់ខ្លាចទ្រង់មែនណាដឹងទេឲ្យតែមានទុំគុំនៅអ្នកណាក៏មិនបាច់ខ្លាចដែរប៉ុន្តែទ្រង់ត្រូវតែសិក្សាណាសោយអានេះហើយទូបង្គំកំដរទ្រង់រៀនសូត្រចង់សោយទៀតទ្រង់មិនទាន់ឆ្អែតទេអីលោកមិនត្រឹមតែមានសមត្ថភាពជាងគេនឹងធ្វើការដាច់ស្រឡះតែប៉ុណ្ណោះទេព្រះអង្គនឹងខ្ញុំការពិតចង់ឲ្យលោកនៅរាជធានីធ្វើការហេតុអីបានជាលោករើសយកលូជើបែបនេះទៅវិញអរព្រគុណព្រះអង្គនិងព្រះអង្គម្ចាស់ហើយទុំគុំអរព្រគុណក្នុងចិត្តពិតមែនតែទុំគុំខំរៀន10ឆ្នាំរៀនសូត្របានច្រើនណាស់តែខ្វះការលុតដំចាំទុំគុំលុតដំរួចហើយនោះចាំទទួលភារកិច្ចដែលព្រះអង្គប្រទានឲ្យមកទូលបង្គំចុះវាមិនអីទេអូហូបានចឹងយើងមិនបង្ខំលោកទេសង្ឃឹមថាពេលដែលទៅដល់លូជើហើយនោះធ្វើជាចវាយស្រុកល្អម្នាក់តិចចុះរកសុភមង្គលជូនរាជណា
ទុំគុំចងចាំឲ្យក្រាបទូលល្អ ហើយប្រាជ្ញាឆ្លៀសវៃរបស់រាជគ្រូផានហេតុអីក៏មិនផ្ទេរឲ្យអាឈីបន្តិចសោះអញ្ចឹងទឹកដីមហាសង្ឃមិននឹងអាចប្រគល់ឲ្យមនុស្សល្ងងបែបនេះទេ ព្រះមហេសីទ្រង់ជាមេរបស់ព្រះរាជបុត្រទ្រង់គួរតែមានប្រតិអំណត់ចំពោះព្រះរាជបុត្រ ព្រះតីអំណត់របស់យើងត្រូវគេសម្លៀងឡើងអស់ទៅហើយជាច្រើនឆ្នាំមកនេះយើងចំណាយកម្លាំងដើម្បីគេប្រមាណតែសុទ្ធតែអត់ប្រយោជន៍ទាំងអស់ឲ្យតែគិតដល់រឿងនេះយើងពិតជាអស់សង្ឃឹមនិយាយលែងចេញហើយ ព្រះមហេសីកុំបាត់បង់ប្រតិជឿជាក់លើព្រះរាជបុត្រណាព្រះមហេសីភ្លេចហើយព្រះរាជបុត្រនៅតូចព្រះអង្គសពប្រតិនឹងទ្រង់ខ្លាំងណាស់ ប៉ុន្តែពេលដែលគេកាន់តែធំទៅកាន់តែល្ងងទៅព្រះអង្គក៏ចាប់ផ្ដើមលែងសពប្រតិគេដែរសូម្បីយើងក៏ទ្រង់បន្ទោសឥឡូវដំណាក់ខាងក្រោយមានស្រីស្នំ2នាក់ប្រសូតបុត្រ2នាក់ថ្វាយព្រះអង្គដែរយើងខ្លាចតែថ្ងៃណាមួយព្រះអង្គជំរុះព្រះរាជបុត្រាចោលទេយើងពិតជាពិបាកប្រតិណាស់ ព្រះមហេសីទុកប្រតិចោះឲ្យតែព្រះមហេសីនៅព្រះអង្គមិនជំរុះព្រះរាជបុត្រទេព្រះរាជបុត្រប្រកាសជាបានធ្វើជាស្ដេចមិនខានឡើយ យើងក៏សង្ឃឹមថាអញ្ចឹងដែរប៉ុន្តែអាចឈិញធ្វើអញ្ចឹងតាមយើងយល់ប្រពន្ធចង់រាជគ្រូផានប្រកាសជាមនុស្សល្ងងហើយទៅកើតបានកូនល្ងងបែបនេះ តាមទុំគុំយល់ណាមនុស្សមកគ្រួសារនេះប្រកាសជាល្ងងណាស់ យើងមិនអាចនៅតែបែបនេះតទៅទៀតទេយើងត្រូវតែរកមធ្យោបាយលោកអាម៉ាតគូលោកទៅកន្លែងលោកអាចារ្យវិនមើលមានថ្នាំអីអាចឲ្យគេផឹកคล้ายទៅជាឆ្លាតទេ អាយ៉ាព្រះមហេសីលោកអាចារ្យវិនចេះតែបើកថ្នាំចម្លែកធ្វើបាបគេតែប៉ុណ្ណោះតើគាត់ចេះបើកថ្នាំល្អទេ ឈឺធ្ងន់រកពេទ្យផ្ដេសផ្ដាសលោកទៅមើលទៅប្រហែលជាមានមែន អញ្ចឹងបានទុកទុំគុំទៅផ្សងសំណាងចុះយើងនឹងមានពាក្យខ្លះចង់និយាយទៀតលោកទៅតឹងជើលើកនេះប្រហារជីវិតកូនប្រុសរាជគ្រូគេមិនចោះញោមជាដាច់ខាតហើយលោកទៅលូជើធ្វើដំណើរឆ្លងកាត់ព្រៃភ្នំជាមិនផុតពីការកាប់សម្លាប់គ្នានោះទេដឹងទេទុំគុំគឺប្រកាសជាធ្វើការដោយប្រុងប្រយ័ត្នបើរឿងហេតុពិតជាដូចជាបន្ទូលរបស់ព្រះអង្គម្ចាស់មែនទោះជាទុំគុំស្លាប់ក៏មិនចោះចាញ់ដែរក្រាបទូលយើងជឿលើលោកប៉ៅចិនសូមឲ្យបានសុខថ្វាយបង្គំលារាជគ្រូឲ្យខ្ញុំសម្រាប់ប៉ៅចិនណាឲ្យទៅជួយធ្វើកិច្ចការនេះឲ្យយើងភ្នំមាសភ្នំប្រាក់គឺស្រេចទៅលោករើសយកទៅណារាជគ្រូប្រកែភ្លេចមែនភ្លេចថាធ្លាប់សន្យានឹងខ្ញុំរឿងអីហើយមែនទេយើងធ្លាប់សន្យាជាមួយលោកឲ្យលោកធ្វើជាមន្ត្រីថ្នាក់ទី5តែជាង10ឆ្នាំមកនេះលោកនៅតែមិនទាន់បានធ្វើសោះមុខមាត់របស់លោករាជការតាមចាប់ខ្ញុំខ្លាចតែលោកបង្ហាញខ្លួននៅពេលនេះគឺត្រូវគេចំណាំបាននោះទេណាហើយជាងចុងហឹកខ្ញុំក៏ដឹងមុនដែរថាគឺខ្ញុំមិនអាចធ្វើមន្ត្រីបានឲ្យតែមានប្រាក់រស់នៅសុខស្រួលទៅវាក៏បានដែរតែមិនដឹងថាភ្នំមាសភ្នំប្រាក់ដែលរាជគ្រូនិយាយលើកនេះវាធំប៉ុណ្ណាទៅណោះស្រេចទៅលោករើសទៅចុះរាជគ្រូលោករងចាំដំណឹងល្អទៅចុះកិច្ចការនេះត្រូវតែធ្វើឲ្យបានល្អព្រះអង្គម្ចាស់នៅខាងក្រោយចាំតាមដានពួកយើងណា 千岁爷， ព្រះម្ចាស់ទ្រង់តូនណា 嗨， ព្រះរាជបុត្រនៅលូជើ អ្នកបម្រើស្មាយលំចាស់ហូបបាយឬក៏ជួលបន្ទប់ពួកខ្ញុំហូបបាយមានអ្វីឆ្ងាញ់ទេឆាប់យកមកឲ្យមកកាន់តែឆាប់កាន់តែល្អបាទចាំផ្លែតចង់សេះស្រួលទៅណា 哎
មកសុំជើញអង្គុយចាំផ្លែណាសុំជើញចាំមកផ្លែណា来了មកហើយលឹមចាស់មានរបស់ពលមកដល់ហើយប្រយ័ត្នមានថ្នាំពុលនេះតាមចាំណាលឿនសៀមកម្រិតសៀមកម្រិតសៀមឯងជាណាឲ្យស្លាប់ទៅតើជាណាជាមនុស្សដែលសម្លាប់មនុស្សមិនប្រព្រឹត្តភ្នែកក្នុងមីនេះឲ្យមានថ្នាំពុលទេឯងកំពុងតែប្រើល្បិចបញ្ឆោតខ្លាឲ្យចេញពីភ្នំកុំនិយាយពីឲ្យបានការស្លាប់ទៅឆាប់សិនថយចេញចង់សម្លាប់លោកម្ចាស់ខ្ញុំកំសម័យលោកម្ចាស់នៅស្ងៀមបើហ៊ានកម្រើកយើងនឹងសម្លាប់គេចោលលោកម្ចាស់ចុះសិនលោកប្រកាសជាមនុស្សដែលរាជគ្រូផានចាប់មកហើយបើមិនអញ្ចឹងហេតុអីក៏លោកចង់សម្លាប់ពួកខ្ញុំកុំនិយាយពីឲ្យបានការស្លាប់ទៅព្រះអង្គម្ចាស់មិនបានជាទ្រង់យើងមកលោកម្ចាស់ប៉ាវក្រោយពេលលោកមកបានព្រះអង្គម្ចាស់បារម្ភពីសុវត្ថិភាពរបស់លោកហើយនេះក៏បញ្ញាមកប្រកាសជាមានរឿងមែនទ្រង់ទីត្រូវហើយទុំគុំមានសមត្ថភាពអីបានជាឲ្យព្រះអង្គម្ចាស់យកប្រទេសទុកដាក់យ៉ាងនេះទៅវិញលោកប៉ាចិនយើងយកប្រទេសទុកដាក់ពីអ្នកមានសមត្ថភាពមហាសង្ឃយើងលោកយ៉ាងម៉េចទៅហើយអត់ត្រូវរបួសអីទេអត់ទេទុំគុំអត់អីទេក្រាបទូលប៉ុន្តែឲ្យព្រះអង្គម្ចាស់ធ្វើដំណើរនេះហត់ពេកហើយក្រាបទូលវងឆាវក្រាបទូលលោកមើលឃើញច្បាស់ហើយថាអ្នកមកធ្វើឃាតនោះជានរណាហើយប្រកាសជាកូនចៅរាជគ្រូហើយរាជគ្រូផានគេចង់ជីកស្មៅជីកទាំងរឹសបើចិនយើងកំដរលោកទៅលូជើជាមួយនឹងគ្នាណាព្រះអង្គម្ចាស់ចង់យើងទៅលូជើដែរព្រះរាជបុត្រតានឡើងព្រះរាជបុត្រថ្ងៃចាំងដល់គូតហើយបើនៅមិនតានទេព្រះមហេសីស្ដីឲ្យទ្រង់ហើយណាព្រះរាជបុត្រហ៎អាយ៉ាអមមិនមិនក៏ក្តៅម្លេះព្រះរាជបុត្រទ្រង់យ៉ាងម៉េចទៅហើយជួយផងព្រះរាជបុត្រមានប្រឈួនហើយព្រះរាជបុត្រឆាប់ហៅពេលលួងមកឆាប់ឡើងជួយផងថាម៉េចនាងតូចនោះមិនទាន់ស្លាប់ទេនាងតូចនោះពិតមែនតែធំហើយប៉ុន្តែរូបរាងរបស់នាងខ្ញុំនៅចំណាំបានទាំងអស់តែលោកនិយាយថាលោកសម្រាប់នាងចោលហើយថ្ងៃមុននៅស្រុកភិញអានគ្រួសារភូខ្ញុំពិតជាបានសម្លាប់ស្រីម្នាក់មែន
ចូលមិនក៏ថ្ងៃនេះមកប្រាប់ខ្ញុំថានេះមិនទាន់ស្លាប់តើរឿងនេះវាយ៉ាងម៉េចប្រហែលជាក្មេងដែលខ្ញុំសម្លាប់នោះគឺជាក្មេងដទៃទៀតណាសម្រាប់មនុស្សត្រូវឬក៏ខុសលោកអត់មើលបានច្បាស់លាស់ទេលោកពងលិសាជាមួយខ្ញុំមិនហ៊ានទេបើនាងតូចនោះមិនទាន់ស្លាប់មើលទៅអបិស័យនោះក៏នៅរស់ដែរណែរឿងនេះមិនអាចទេមិនក៏ថាមិនអាចលោកស្មានមិនដឹងថាស្រីនោះស្លាប់ឬមួយក៏នៅរស់អបិស័យនោះប្រកាសជានៅរស់ហើយយើងសុកចិត្តជាពីលទ្ធផលបែបនេះណាសេចក្ដីគ្រូលើថារាជបុត្រមានប្រជញ្ញហើយលោកនិយាយថាម៉េចអាយ៉ាព្រះរាជបុត្រយ៉ាងម៉េចទៅហើយពួកលោកពិនិត្យហើយនៅនឹងព្រះអង្គយាងមកដល់ហើយព្រះរាជបុត្ររាជបុត្រផ្ទុំមិនទាន់ក្រោកក្តៅប្រកាយហើយមិនព្រមសោយអីទៀតបែបនេះប្រហែលថ្ងៃហើយយើងសួរពលលោកតើរឿងនេះវាយ៉ាងម៉េចណាទុំគុំគួរតែស្លាប់ទុំគុំគួរតែស្លាប់បើពលលោកជួយព្រះរាជបុត្រមិនបានទេយកក្បាលពួកលោកមកកល់យើងព្រះអង្គនៅក្នុងរាជវាំងកំពុងតែរវល់ដោយសារតែព្រឿងព្រះរាជបុត្រព្រះអង្គឆាប់យាងទៅផ្ទុំទៅណាព្រះរាជសុខភាពសំខាន់ជាងលោកអាមាត្យគួរកិច្ចការសំខាន់ត្រូវតែឆាប់ឲ្យព្រះរាជបុត្រដឹងប្រកាយណាយើងផ្ដល់សិទ្ធិឲ្យលោកឲ្យតែអាចជួយដល់ព្រះរាជបុត្របានលោកអាចធ្វើកិច្ចការគ្រប់យ៉ាងណាអរព្រគុណព្រះអង្គមិនកំឆាប់ក្រោកឡើងរំជួបបាយជួយព្រះរាជបុត្រទៅឆាប់ឡើងបាទឆាប់ឡើងទុំគុំបាត់បង់កូនប្រុសម្នាក់ទៅហើយបើព្រះរាជបុត្រមានគ្រោះអ្វីទៀតនោះអញ្ចឹងទូលបង្គំរាជគ្រូរាជបុត្រគ្រាន់តែមានប្រឈួនតិចតួចប៉ុណ្ណោះគ្មានអ្វីធំដុំទេក្នុងរាជវាំងមានពេទ្យលួងច្រើនយ៉ាងនេះលោកខ្លាចព្យាបាលគេមិនជាប៉ុន្តែព្យាបាលយូរហើយនៅតែមិនព្រមជាព្រះមហេសីទុំគុំពិតជាមិនទុកចិត្តទេទុំគុំសំវធម្មតាព្រះរាជបុត្រឲ្យទ្រង់យកប្រតិទុកដាក់ឲ្យច្រើនបន្តិចណារាជគ្រូមួយរយៈនេះលោកចំហាយក្តៅចូលបេះដូងហើយមែនទេបើអ្នកណាមិនចំហាយក្តៅចូលដល់បេះដូងអ្នកនោះមិនយកចិត្តទុកដាក់នឹងព្រះរាជបុត្រពិតប្រាកដទេរាជគ្រូឥឡូវលោកមិនអាចបង្កចលាចលថែមទៀតទេខ្ញុំសួរលោកមួយម៉ាត់ពីមុននៅស្រុកភេញអានលោកមានសម្រាប់ក្មេងស្រីនោះទេលោកនិយាយនេះបានន័យថាម៉េចហ្នឹងព្រះរាជបុត្រទ្រង់ដឹងប្រកាយហើយយើងឃ្លានព្រះរាជបុត្រទុំគុំទទួលថ្វាយព្រះមហាក្សត្រថាប្រជញ្ញរបស់ទ្រង់បានធូរស្បើយហើយទឹកអាណាសើចតាមស្រួលសើចតាមស្រួលបាននិយាយអញ្ចឹងថ្ងៃមុនខ្ញុំក៏អត់ស្វាងភ្នែកដែរក្មេងស្រីនោះពិតជានៅរស់មែនលោកយ៉ាងម៉េចលោកក៏ធ្លាប់ជួបនាងត្រូវហើយថ្ងៃមុនអ្នកដែលចូលមករាជវាំងសម្រាប់ទូបង្គំពិតជានាងមែនអាយ៉ាលោកអាមាត្យគូអើយលោកឲ្យខ្ញុំថាឲ្យលោកយ៉ាងម៉េចទៅ
សំបីតែសម្រាប់មនុស្សក៏លោកអត់មើលឲ្យបានច្បាស់លាស់ដែរម្យ៉ាងទៀតកន្លងហួសជាង10ឆ្នាំហើយបើគុំតែស្រីនោះមករកពួកយើងមើលទៅលោកភ្លេចបាត់ទៅហើយរាជគ្រូពួកគេអត់មើលច្បាស់លាស់ក្រែងលោកក៏អត់មើលច្បាស់លាស់ដែរមិនមែនទុំគុំទៅធ្វើកិច្ចការនឹងឯណាបានហើយពួកលោកឈប់ខំគ្នាទៀតទេបើក្មេងស្រីនោះនៅរស់វាជាគុណខ្លាំងពូកែទៀតពួកយើងត្រូវតែឆាប់ស៊ើបឲ្យដឹងច្បាស់លាស់មើលអាបិសាចនោះនៅឬក៏អត់វានៅកន្លែងណាធ្វើយ៉ាងម៉េចទើបអាចកម្ចាត់វាបានពេលនេះព្រះអង្គម្ចាស់យើងទៅលូចៅហើយមិនដឹងថាយ៉ាងម៉េចទេណាព្រះអង្គម្ចាស់ទៅលូចៅត្រូវហើយឥឡូវព្រះអង្គម្ចាស់នឹងប៉ាចិនចិត្តដិតគ្នាណាស់នៅមានស្រីនោះទៀតឥឡូវនេះពួកគេសតការពីប៉ាចិនត្រង់ថាទៅមើលបើពួកគេសហការគ្នាមិនវីវល់ទៅហើយទេតើព្រះអង្គម្ចាស់យើងទៅព្រោះតែអាបិសាចនោះហីព្រះអង្គម្ចាស់នេះច្រើនឆ្នាំណាស់ហើយនៅមិនរងាប់ប្រទេសទៀតរាជគ្រូលោកទៅដល់ផ្ទាល់នឿយហត់មកផ្លែតទៅមើលតើព្រះអង្គម្ចាស់នេះទៅលូចៅធ្វើអីបើព្រះអង្គម្ចាស់ពិតជាទៅរកអាបិសាចនោះមែនពួកយើងត្រូវតែកម្ចាត់អាបិសាចនោះឲ្យបានមុនព្រះអង្គម្ចាស់ទូមង្គមទើបតែជាសះស្បើយសុខភាពពិតជាមិនសូវល្អទេណារាជគ្រូលោកបានបងកូនប្រុសមហេសីនិងខ្ញុំអាណិតលោកខ្លាំងណាស់ប៉ុន្តែបិសាចដែលព្រះអង្គម្ចាស់ចង់រកនោះមើលទៅកូនប្រុសលោកម្នាក់ទៀតក៏ការពារមិនបានដែរដល់ពេលនោះតើលោកអាចនៅក្នុងផ្ទះនេះទៀតបានទេព្រះអង្គម្ចាស់តើទុំគុំអាចធ្វើកិច្ចការអ្វីខ្លះទៅពួកយើងមកលូចៅប្រហែលថ្ងៃហើយអ្នកបោះលិខិតនេះហេតុអីក៏មិនបង្ហាញខ្លួនសោះអញ្ចឹងយើងដូចជាងឿងឆ្ងល់ណាស់ហេតុអីបានជាគេលាក់បាំងពីឋានៈខ្លួនឯងបញ្ឆោតពួកយើងមកកាន់លូចៅមានគោលបំណងអ្វីដែរព្រះរាជបុត្រពិតជានៅរស់មែនឬមួយក៏យ៉ាងម៉េចក្រាបទូលម្នាក់នេះបញ្ឆោតយើងមកលូចៅបែរជាមិនដែលបង្ហាញខ្លួនថែមទៀតអង្គឆាវក្រាបទូលថ្ងៃមុនអ្នកដែលជួយប៉ាចិនលោកមានមើលច្បាស់ថាជានរណាទេទុំគុំអត់ប្រយុទ្ធជាមួយគេតែអាចមើលដឹងថាគេមានវិជាគុណខ្លាំងពូកែលំចាស់ប៉ាក៏អត់ដឹងថាគេជានរណាដែរអ្នកក្លាហាននេះជួបរឿងអយុត្តិធម៌ចេញមុខការពារឬមួយក៏មានរឿងអ្វីទីដឹងជាង10ឆ្នាំកន្លងហួសទៅហើយរាជការទាំងក្នុងទាំងក្រៅសន្តិភាពណាស់មិនក៏ស្រាប់តែមានដំណឹងរបស់ព្រះរាជបុត្ររឿងច្រើនយ៉ាងនេះកូនលើគ្នាក្នុងចំណោមនេះប្រកាសជាមានទំនាក់ទំនងអ្វីហើយមើលទៅនោះព្រះម្ចាស់នៅលូចៅមួយរយៈនេះសម្រាប់បានស្រួលទេក្រាបទូលបានស្រួលណាស់ត្រង់យើងមកលូចៅប្រកាសជាមានការសំខាន់ហើយតើទុំគុំអាចជួយទ្រង់បានទេក្រាបទូលមិនក៏លោកដឹងថាយើងមានការសំខាន់ព្រះម្ចាស់យើងមកលូចៅមួយរយៈពេលទៅហើយមិនថាទៅហើយក៏មិនថានៅដល់ពេលណាដែរទូមង្គមកំពុងតែគិតទ្រង់ប្រកាសជាមានការសំខាន់ដែលមិនអាចប្រាប់គេបានមែនទេក្រាបទូលអូហូប្រហែលជាទូមង្គមមិនគួរសួររឿងដែលទូមង្គមមិនគួរដឹងនោះទេបើចិននាំយើងទៅផ្សារដើរលេងទៅបានដែរទេបានទូមង្គមកំពុងតែចង់នាំព្រះអង្គម្ចាស់ទៅដើរទតប្រពៃណីនិងទំនៀមទម្លាប់ប្រជារាស្ត្រនៅលូចៅផងណាសំយៀង
លោកម្ចាស់ប្រយ័ត្នតែងជាផ្លូវអាយចង់ស្លាប់ហ៎ខ្ញុំប្រាប់អាយណាលែងខ្ញុំភ្លាមបើធ្វើឲ្យខកការងារខ្ញុំមិនលើកលែងអាយទេណាអ្នកប្រុសប្រញាប់យ៉ាងនេះតើចង់ទៅណាដែរលោកតកែអ៊ីដែលល្បីឈ្មោះជាងគេនៅទៀមមាសពេជ្រកែកងយកបានវត្ថុមានតម្លៃមួយថ្ងៃនេះគាត់ចង់លក់ដេញថ្លៃខ្ញុំទៅចាំដើម្បីទិញយកវត្ថុមានតម្លៃនោះណាសំទោសតើជាវត្ថុមានតម្លៃអ្វីទៅលើថាជាវត្ថុមានតម្លៃកម្ររកបានណាវត្ថុមានតម្លៃយើងទៅមើលដែរទៅណាសំជិញសូមអបអរសាទរសំជិញជិញគុយហើយជិញចូលក្នុងសំជិញពួកលោកជិញថ្ងៃនេះអ៊ូអរណាស់ណូគេដេញថ្លៃវត្ថុដែលមានតម្លៃផងណាត្រូវហើយជិញគុយសំជិញខាងក្នុងសំជិញមកមកជិញអង្គុយទៅលោកប្រហែលថ្ងៃមុនណាខ្ញុំបានវត្ថុមានតម្លៃមួយថ្ងៃនេះលក់ដេញថ្លៃអរគុណអស់លោកដែលបានជើញមកខ្ញុំអរគុណខ្លាំងណាស់ថ្ងៃនេះណាទោះជាវត្ថុមានតម្លៃនោះធ្លាក់ចូលក្នុងដៃនរណាក៏ដោយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចុះសម្រុងនឹងគ្នាអ្នកបម្រើយករបស់នោះភ្លាមមករបស់ស្អីចេះហ្នឹងតើជារបស់ស្អីទៅណាវត្ថុមានតម្លៃស្អីទៅចាំមើលតើយ៉ាងម៉េចដែរត្រូវចាំមើលតើនេះជាស្អីហ្នឹងគឺគុជអីតាលោកតកែអ៊ីលោកបកែលីលបែងកូនក្មេងមែនគ្រាន់តែគុជមកដុំអីតើលោកតកែអ៊ីឲ្យខ្ញុំមើលមកផ្លែតបានទេនេះគឺជាគុជល្អក្នុងចំណោមគុជមរកតណាគុជនេះអាចនិយាយបានថាភ្លឺចាស់ល្អរលោងពណ៌បៃតងស្រស់ភ្លឺរាងធំមានភាពស្មើពេញក្រាស់ធ្ងន់ពណ៌ស្អាតអត់មានស្នាមអត់មានដានស្នាមអ្វីទាំងអស់ហើយនៅមេទៀតអ្វីដៃចម្លាក់ក៏ជាប់លេខ1ដែរអស់ចាមែនទែនធ្វើលោកនិយាយត្រូវប៉ុន្តែទៅពាក់កណ្ដាលទេគុជនេះមិនត្រឹមតែជាគុជល្អនិងឆ្លាក់ស្អាតទេវាជាវត្ថុមានតម្លៃរបស់នគរ CE ទៀតផងណាលោកកាត់ថ្លៃទៅគ្រាន់តែគុជឯតើទោះជាមកពី CE ក៏វាត្រូវតែមានតម្លៃនោះដែរមែនដែរទេតែអស់គ្នាកុំអាលតកុហលខ្ញុំទៅតែនិយាយតែពាក់កណ្ដាលគុជនេះណាគឺស្ដេចនគរ CE យកមកថ្វាយរាជការវាចេញមកពីក្នុងរាជវាំងណាបើចិនណាលោកនឹងយើងមកថ្ងៃនេះវាមិនអត់ប្រយោជន៍អ្វីនោះទេណាព្រះម្ចាស់ទ្រង់សពប្រតិគុជនេះមែនទេជាង10ឆ្នាំហើយទីបំផុតថ្ងៃនេះយើងរកឃើញហើយបាននិយាយអញ្ចឹងវត្ថុនេះនៅក្នុងរាជវាំងមិនក៏ធ្លាក់មកនៅខាងក្រៅបែបនេះទៅវិញនេះគឺជារឿងក្តីដ៏ធំមួយនៅក្នុងរាជវាំងណាអាយ៉ាលោកម្ចាស់អ៊ីលោកនិយាយអញ្ចឹងតើមានភ័ស្តុតាងអីទេបើមិនជឿទេពួកលោកមើលទៅចោះណា
លើនេះមានអក្សរដែលព្រះអង្គឆ្លាក់ដោយផ្ទាល់ទៀតផងអក្សរដែលព្រះអង្គឆ្លាក់អមិនក៏គាត់នៅតំអយូរម្ល៉េះណាតើគាត់កាត់ថ្លៃប្រមាណទៅត្រូវមិនព្រមកាត់ថ្លៃទៀតនៅយូរមិនចឹងណោះបានហើយពាក្យដែលខ្ញុំគួរនិយាយខ្ញុំនិយាយអស់ហើយឥឡូវចាប់ផ្ដើមលក់ដេញថ្លៃគុជរបស់ខ្ញុំនេះណាកាត់ថ្លៃចំនួន 1000 តម្លឹងណាពងឆើក្រាបទូលថ្ងៃនេះយើងយកប្រាក់មកប្រមាណដែរថ្ងៃនេះទុំគុំយកប្រាក់មកមិនច្រើនទេមើលសិនទៅចាំនិយាយគ្នាណាខ្ញុំឲ្យ 1500 តម្លឹងអញ្ចឹងខ្ញុំឲ្យ 2000 តម្លឹងណាមានអ្នកណាឲ្យថ្លៃខ្ពស់ជាងនេះតទៅទៀតទេខ្ញុំឲ្យ 3001 តម្លឹងហើយបើសិនជាគុជដែលព្រះអង្គប្រទានឲ្យស្នំឯកអញ្ចឹងខ្ញុំទិញយកទៅចោះជូនប្រពន្ធចុងរបស់ខ្ញុំចំណាយប្រាក់ដើម្បីឲ្យនាងញញឹមតែម្ដងណានិយាយបានល្អលោកម្ចាស់ពិសាតែមកពេញសិនទៅនេះចេះតែរកនឹកឃើញហើយ 3001 តម្លឹងប្រសើរណាស់ត្រូវឲ្យប្រកាសនិយាយមែនទេកាយនិយាយណាណោះតើនៅមានអ្នកណាឲ្យតម្លៃខ្ពស់ជាងអ្នកប្រុសខាងនេះទៀតទេពាក្យចាស់ពោលថាមាសមានតម្លៃគុជអត់មានតម្លៃនេះជាវត្ថុដែលកម្ររកបានណាលោកម្ចាស់អីអត់មានអ្នកណាឲ្យតម្លៃខ្ពស់ជាងខ្ញុំទៀតទេខ្ចប់ឲ្យខ្ញុំមកបាទខ្ញុំខ្ចប់ឲ្យលោកភ្លាមណាអីគុជមិនក៏បាត់គុជទៅហើយណោះមិញនៅក្នុងប្រអប់នេះតើមិញក្រែងនៅក្នុងប្រអប់ហ្នឹងឯងត្រូវហើយអមិនក៏គ្រាន់តែមកប្រព្រឹត្តភ្នែកក៏បាត់អញ្ចឹងណោះត្រូវហើយលោកម្ចាស់អីមកពីលោកសាញថាតម្លៃលោកដេញថ្លៃនេះវាថោកពេកទើបលោកប្រើល្បិចកលមិនចង់លក់ឲ្យយើងតើមែនទេហ្នឹងត្រូវហើយលោកទុកខ្ញុំជាមនុស្សបែបណាហ្នឹងលោកយ៉ាងម៉េចហើយលោកម្ចាស់អីយ៉ាងម៉េចហ្នឹងហើយលោកម្ចាស់អីយ៉ាងម៉េចហ្នឹងលោកម្ចាស់អីលោកយ៉ាងម៉េចហ្នឹងលោកម្ចាស់អីខ្ញុំមិនដឹងស្មានថាខ្ញុំស្លាប់ដោយសារតែគុជនេះសោះហើយតើគុជនេះលោកបានមកពីណាហ្នឹងគឺលោកម្ចាស់អីនេះគាត់មិញអត់អីឯណាអមិនបានជាមួយប្រព្រឹត្តភ្នែកមានរឿងកើតឡើងយ៉ាងនេះអូឆ្ងល់មែនទេហ្មងហ្នឹងក្នុងតែមានថ្នាំពុលទេដឹងមិនចឹងក្នុងតែមានថ្នាំពុលប៉ាសិញចាប់អ្នកយកតែនោះមកឲ្យខ្ញុំភ្លាមណាលោកម្ចាស់លោកទៅបាត់តាខ្ញុំនេះគិតយ៉ាងម៉េចទៅហ្នឹងឯងចេញតាមមាត់ទ្វារនេះទៅណាលោកម្ចាស់លោកអុកខ្ញុំផងទៅលោកម្ចាស់អុកខ្ញុំផងទៅចាំឡើយលឿននេះស្លាប់ហើយលោកម្ចាស់ស្លាប់ដោយសារតែអាវុធសម្ងាត់រាជសីគុជនៅលើខ្លួនគេទេមើលទៅត្រូវអ្នកដតេយកទៅបានហើយណាលូជើពិតជាមានរឿងច្រើនមែនប៉ាចិនលោកដឹងថាដំបងមាសនេះមានប្រយោជន៍អ្វីទេទូមគុំពិតជាដឹងដំបងមាសនេះគឺស្ដេចមុនប្រទានឲ្យអាចវាយស្ដេចអាចវាយមន្ត្រីក្រាបទូលអាចវាយស្ដេចអាចវាយមន្ត្រី
ដំបងមាសនេះមានអានុភាពខ្លាំងក្លាណាស់វាមានភារកិច្ចសំខាន់មែនប៉ុន្តែថ្ងៃនេះយើងពិតជាមិនដឹងថាយកមកវាយអ្នកណានោះទេព្រះអម្ចាស់រឿងរ៉ាវរាជសីគុជដែលទ្រង់និយាយថ្ងៃនេះជាប់ពាក់ព័ន្ធនឹងរឿងក្តីមួយនៅក្នុងរាជវាំងទ្រង់ស្មុគស្មាញព្រោះតែរឿងនេះមែនទេបើចិនមកលូចៅលើកនេះគឺព្រោះតែរឿងលិខិតនេះតែប៉ុណ្ណោះនិយាយពីរឿងនេះវាជាង10ឆ្នាំទៅហើយណាព្រះរាជបុត្រនៅលូចៅគេថាគុជនេះយកមកបញ្ចេញគ្រោះតែខ្ញុំយល់ថាគុជនេះដូចជាចម្លែកពេកហើយបាត់ជាង10ឆ្នាំមិនក៏ស្រាប់តែបង្ហាញខ្លួនវិញជាងចុងហឺបាទលោកម្ចាស់អ៊ីនោះពិតជាស្លាប់មែនប្រកាសណាស់ខ្ញុំបានដាក់ថ្នាំពុលហើយគេប្រកាសជាស្លាប់គឺទេវតាហៅយើងមកកន្លែងនេះណាលោកម្ចាស់អ៊ីស្លាប់បាត់ទៅហើយព្រះអម្ចាស់ប្រកាសជាមិនចុះញោមដៃខាតបើសិនជាឲ្យទ្រង់រកស្នំឯកនឹងព្រះបត្រាមុនយើងនោះខ្លាចពេលយើងឆក់មនុស្សពីក្នុងដៃទ្រង់វាយឺតពេលណាជ្រុលធ្វើឲ្យកុំឈប់សម្រាប់ប៉ាវចិនមុនឲ្យតែព្រះអម្ចាស់ទ្រង់បាត់បងប៉ាវចិនទ្រង់ប្រហមមកខាងផ្ទះមិនលឺទេទ្រង់នៅលូចៅតទៅទៀតមិនកើតដែរឲ្យតែពួកយើងរកឃើញស្នំអៃលីននិងអាប៊ីសាច់នោះអ្វីគឺងាយស្រួលហើយទុំគុំទៅចាត់ចែងភ្លាមជប់សិនយើងចង់រំលឹកលោកធ្វើការត្រូវប្រើខួរក្បាលត្រូវតែមានការជឿជាក់ក្នុងចិត្តប៉ាវចិនជាមនុស្សពូកែប្រើល្បិចកលខ្ញុំខ្លាចលោកធ្លាក់ចូលក្នុងដៃរបស់គេណាប៉ាវចិនអត់ចេះវិជាគុណផងនឹងចាំមើលខ្ញុំសម្លេះគេដោយរបៀបម៉េចខ្ញុំចង់រំលឹកលោកណាពីរឿងនេះលោកជាបិសាចបើសិនជាធ្លាក់ចូលក្នុងដៃអ្នករៀនសូត្រម្នាក់នោះប្រកាសជាវីវហើយធ្វើការកុំបន្សល់ដានត្រូវឲ្យប៉ាវចិននោះស្លាប់ដោយមិនដឹងសខ្មៅណារឿងក្តីមួយធំប៉ុនមេឃក៏ទុកចោលដោយបែបនេះទុកម្ដងជាង10ឆ្នាំកន្លងហួសទៅហើយរឿងនេះមិនត្រឹមតែអត់សាបសូន្យទេ